កីឡាករធុនជាស្ដាបានចូលហាត់ប្រដាល់រយៈពេល4ឆ្នាំមកហើយនិងបានផ្លាស់ប្ដូរក្លឹបហាត់3ក្លឹបផងដែររហូតមកដល់បច្ចុប្បន្នកំពុងសំងំមកហាត់នៅក្លឹបប្រដាល់មជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទថ្លែងមកកាន់ក្រុមការងារ P&N Sport នៅកន្លែងវឹកហាត់ការពីពេលថ្មីធុនជាស្ដាដែលមានឈ្មោះដើមតុកផេងបានរៀបរាប់ពីដំណើរដើមទងដែលខ្លួនបានចូលប្រឡូកអាជីពជាអ្នកប្រដាល់និងការតស៊ូអត់ធ្មត់ជំនះចិត្តម្ដាយលួចហាត់ប្រដាល់រហូតអាចសាងកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្នចូលហាត់ដំបងលួចលាកនោះបងម៉ែពុកអត់អីម៉ែអត់ឲ្យប្រកួតផងបងម៉ែវាយបានប្រហែលប្រកួតម៉ែគិតឲ្យយើងឈប់រហូតលេមកសុំយំផងឲ្យយើងឈប់វាយតែយើងចេះជំនះរហូតដល់ឥឡូវគិតមានជូនពរយើងជោគជ័យក្នុងអាជីពនឹងបើថាគិតខិតយើងស្ដាប់ហើយឥឡូវគិតគ្រប់ត្រូលយើងឲ្យគិតជូនពរយើងជោគជ័យក្នុងអាជីពខ្ញុំវឹកហាត់គុណខ្មែររយៈពេល4ឆ្នាំហើយបងតាំងពី2019បងខ្ញុំឆ្លងកាត់មកដល់ក្លឹបក្រសួងហ្នឹង3ក្លឹបហើយបងក្លឹបទី1នៅក្លឹបកលបុតគុណខ្មែរនៅវត្តអង្គតមិញលើកទី2កូវីដទៅខ្ញុំទៅហាត់នៅសៀមរាបគេបិទខ្ទប់ទៅនៅសៀមរាបហាត់នៅក្លឹបសៀមរាបហើយបានសុំគ្រូមកហាត់នៅក្រសួងការពារចិត្តក្លឹបធំព្រោះខ្ញុំថាក្លឹបហ្នឹងសម្បូរអ្នកល្អច្រើនហើយលោកគ្រូហាត់ក៏ល្អអញ្ចឹងយើងសម្បូរអ្នកឡាំហើយយើងដកស្រង់ចិត្តទេពីសិស្សច្បងល្អច្រើនខ្ញុំទទួលបានពានលេខ1ហើយនឹងមេដាយសម្រាប់ថ្នាក់ជាតិ2ខ្ញុំមុនជាបដាខ្ញុំរៀនចប់ទី12ខ្ញុំប្រឡងជាប់ទាហានទៅរៀន4ឆ្នាំចប់ទាហាន4ឆ្នាំហើយបានខ្ញុំចូលហាត់បដាទៀតអូពីមុនពុកខ្ញុំគិតជួយចិត្តមើលបដាល់ហ្មងគិតឲ្យតែថ្ងៃសៅរ៍អាទិត្យឡើងគិតមានទូទាស់អញ្ចឹងគិតចិត្តមើលបដាល់អញ្ចឹងហើយពេលហ្នឹងយើងនៅតាំងពីតូចស្រឡាញ់បដាល់ហើយស្រឡាញ់ដកចិត្តរួចហ្មងជួយច្រើនណាស់បងបដាល់ហ្នឹងទី1គឺជួយជាប្រាក់ចំណូលទី2គឺធ្វើឲ្យយើងហ្នឹងមានគេឈ្មោះគេស្គាល់ច្រើនហ្មងទៅស្រុកទៅភូមិអញ្ចឹងណាគេស្គាល់យើងឲ្យជាពិសេសអ៊ំស្រុកអ៊ំស្រីពូមីងអីពីដើមចាស់គិតជួយចិត្តបដាល់ឲ្យឃើញខ្ញុំទៅផ្អើលរួមនឹងគ្នាមកមើលមុខមើលអីចង់ឃើញមុខផ្ទាល់ព្រោះខ្ញុំសប្បាយចិត្តធ្វើមកបងសប្បាយចិត្តមែនតើគេឃើញគេមកស៊ូនៅមួយច្រើនទៅខ្ញុំថា2ឆ្នាំទៀតបង2ឆ្នាំទៀតមួយឆ្នាំទៀតទេបងដល់2ឆ្នាំទៀតដាច់ឆ្នាំនេះចូលឆ្នាំ2024ឆ្នាំក្រោយហ្នឹងខ្ញុំប្រឹងប្រែងដុសខាត់ណៃឲ្យកាន់តែល្បីខ្លាំងព្រោះខ្ញុំចង់ថែគីឡូហ្នឹងព្រោះយើងអន់កម្ពស់យើងមិនសូវខ្ពស់ហើយឆ្អឹងយើងរៀងតូចយើងមកវាយ60វាល្មមដល់ឡើងដល់63 65វិញវាបាក់គេខ្ពស់សំខាន់ពេកចង់ថែគីឡូនឹងត្រឹម60ហ្នឹងស្ពានខ្ញុំមានតែចង់បានខ្សែក្រវ៉ាត់ស្ពានយើងមានមេដៃយើងធ្វើបានដែរហើយនៅខ្សែក្រវ៉ាត់ដែលយើងធ្វើបានចង់បានទុកពេលយើងលេងប្រកួតលេងកើតហ្នឹងទុកដាក់តាំងលើផ្ទះឲ្យកូនទុកមើលទុកអីហ្នឹងណាទុកអួតកូនអរគុណអ្នកស្រុកអ្នកភូមិណាដែលបានទៅជួយគ្រប់គ្រងរបស់ខ្ញុំឲ្យឆាតសួរលើកទឹកចិត្តខ្ញុំរហូតឲ្យតែពេលខ្ញុំប្រកួតខ្ញុំខាត់សួរវីដេអូណាអីអញ្ចឹងហើយចង់ឃើញខ្ញុំប្រកួតណាហើយឲ្យខានយូរអញ្ចឹងក៏ទេឆាតមកសួរហ្មងហើយមាននេះចុងក្រោយមានតែមេរៀនឲ្យ10អរគុណដល់ពួកគាត់ដែលបានគ្រប់គ្រងខ្ញុំធុនជាស្ដាបច្ចុប្បន្នមានវ័យ28ឆ្នាំជាកូនទី5ក្នុងចំណោមបងប្អូន6នាក់ឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការមានដើមកំណើតរស់នៅភូមិពពែឃុំពង្រោក្រោមស្រុកជីក្រែងខេត្តសៀមរាបធុនជាស្ដាជាកីឡាករប្រដាល់ប្រកួតក្នុងប្រភេទទម្ងន់60គីឡូក្រាមដោយបានសាងស្នាដៃជាច្រើនក្នុងអាជីពឈឺសាច់មួយនេះក្នុងនោះបានឈ្នះជើងឯក2រង្វាន់រួមទាំងមេដាយសម្រិតថ្នាក់ជាតិក្នុងប្រភេទទម្ងន់60គីឡូក្រាមខណៈដែលថ្ងៃទី28ខែធ្នូឆ្នាំ2024នេះរូបគេក៏នឹងមានភារកិច្ចឡើងប្រកួតជម្រុះជាមួយនឹងផាន់ផាណាត់ដើម្បីស្វែងរកជើងខ្លាំងតែម្នាក់ឡើងទៅដណ្ដើមខ្សែក្រវ៉ាត់ Boost Strong ដែលកំពុងគ្រប់គ្រងដោយសូនរ៉ាគីម